សូមសរសើរពិតមែនណាទីតាំងនៃការជួសជុលរបស់គាត់ជាជនជាតិស្បែកខ្មៅទេបែរជាអាហ្វ្រិករថយន្តនេះមិនមែនរថយន្តធម្មតាទេគឺ Audi ដូចជា Q7 នេះយើងមើលទីតាំងគាត់ជួសជុលគ្មានកន្លែងត្រឹមត្រូវទេសូម្បីតែការកោសរងនេះគាត់មានកបិតកោសឲ្យដែរគឺយកប្រទេសដែកអីកោសទេហើយគ្មាន stand ដាក់ម៉ាស៊ីនហើយការលាងគ្រឿងក៏អត់មានលាងក្នុងកថាំងឬក៏ជាប្រដាប់លាងសម្អាតត្រឹមត្រូវដែរហើយប្រឡងយើងមើលប្រើសោនជៀនធម្មតាសម្រាប់មូលណាតែអត់មាន special tool តែគាត់អាចធ្វើឲ្យម៉ាស៊ីនដំណើរការបាននេះគឺជាបញ្ជាក់ពីថាជំនាញច្បាស់លាស់បើទោះបីជាគ្មានសម្ភារៈគ្រប់គ្រាន់តែមានគំនិតច្នៃប្រឌិតហើយទូទៅនៅកន្លែងនេះគេដាក់ lock tie lock ស្នែខ្ចៅដើម្បីមកវាដើរតែគាត់នៅតែប្រើបានគាត់ថាយើងមិនដឹងថាបន្ទាប់ពីគាត់ជួសជុលហើយវាអាចប្រើប្រាស់បានរយៈពេលប្រហែលនេះយើងអត់ច្បាស់ដែរតែឡាននៅនោះសេរីទៅដល់ដែរគាត់ថាវាចាស់ហើយសូម្បីតែយើងមើលសោយើងគាត់ប្រើសោតាន់ធម្មតាគ្មានសោអូតូមានអីទេហើយសួរថាគាត់ចេះមើលពងតាមរយៈអីគេឯកសារមានមើលអត់ចឹងណាតែខ្ញុំនិយាយនេះគឺដើម្បីគឺទៅសារពួកគាត់មែនតើយើងមើលសូម្បីតែកន្លែងដែលប្រភេទចាក់ពេងទៅលើលំអិលកន្លែងពេលយើងរៀបចូលយើងក៏ចាក់កុំមកពេងហ្នឹងបើសិនជាតាមធម្មតាយើងមានប្រភេទកំសៀវដែលគេចាក់ពេងចូលអញ្ចឹងណាលំអិលតែនេះចាក់ពេងចូលក្នុងកុំមកហើយចាប់ចូលធម្មតាសុំសរសើរឲ្យស្មោះហ្មងសរសើរមែនតើមិនមើលឲ្យបីអូសោចមើលសោចច្បយទេអត់ទេសុំសរសើរឲ្យស្មោះបើយើងគ្មានឧបករណ៍បែបនេះស្មានតែយើងធ្វើបានប្រហែលជាយើងធ្វើអត់បានទេហើយម៉ាស៊ីននេះម៉ាស៊ីនវៃទៀតហើយសំបីសោរត់ VCT សោធម្មតាទេប្រភេទដងសោផ្កាយធម្មតាទេអត់មានសោគីឡូរត់ទេខ្ញុំហ៊ាននិយាយថាអត់មានសោគីឡូរត់ទេគឺកម្លាំងសុទ្ធសាធតែសរសើរគឺម៉ាស៊ីន start ណាម៉ាស៊ីន start សើមែនតើ Audi ណា Audi ជនជាតិអាហ្វ្រិកមានគំនិតច្នៃប្រឌិត